បាទតោះសួស្តីបងប្អូនអរគ្នាបាទក្នុងវីដេអូនេះខ្ញុំបរៀនពីរបៀបនៃការប្រើ tool rec បាទអញ្ចឹងដំបូងគឺបងប្អូន extract មកគឺធ្វើការបើក tool មកបាទហើយបើសិនករណីបងប្អូនអត់ទាន់បាន activate key ទេអញ្ចឹងពេលដែលបងប្អូនបើកមកគឺវានឹង load key ឲ្យបងប្អូន copy ផ្ញើឲ្យខ្ញុំ activate ឲ្យហើយបាទអញ្ចឹងបងប្អូនគាត់តែ copy ផ្ញើខ្ញុំមកខ្ញុំ activate ទៅបើកចេញអញ្ចឹងណាបាទអូខេអញ្ចឹងតាក់ទង tool នេះគឺយើងចង់ rec ជាមួយទៅនឹងទូរស័ព្ទក៏បានយើង rec ជាមួយទៅនឹង LD ក៏បានហើយបើសិនករណីបងប្អូនចង់ rec មួយទូរស័ព្ទនេះបងប្អូនគ្រាន់តែយកទូរស័ព្ទមកដោតមកហើយទូរស័ព្ទហ្នឹងទូរស័ព្ទ root ណាបាទដោត connect ភ្ជាប់មក computer ទៅហ្នឹងហើយអញ្ចឹងអាចយកមក rec បានហើយណាបាទហើយបើសិនករណីបងប្អូន rec ជាមួយ LD យើងបើក LD មកនេះយើងមុននឹងយើងបើកយើងមើលកន្លែង setting សិននេះមើលកន្លែង setting ចូលកន្លែង adder នេះមកបាទយើងនេះយើងយក enable ហើយកន្លែង ADB debug ហ្នឹងអាហ្នឹងយើងយក open local connection ណាបាទយើងកំណត់តែប៉ុណ្្នឹងមកអញ្ចឹងកន្លែង root permission យើង enable ADB debug អាហ្នឹងយើងយក open local connection ហើយយើងធ្វើការចុច save ហើយចាំយើងចុច start បាទអូខេអញ្ចឹងពេលដែលយើងចុច start យើងចូលមកកំណត់ setting សិនបាទយើងចូលមក setting នេះមកអញ្ចឹងតាក់ទងការ rec គឺ rec យើងអាច rec ជាមួយទៅនឹង Facebook យើង rec full verify បាទយើង rec no worry អីក៏បានដែរអញ្ចឹងណាបាទហើយកន្លែងនេះយើងអត់ចាំបាច់កំណត់អីច្រើនទេបាទហើយខាងក្រោមនេះគឺកន្លែងកំណត់ឈ្មោះអញ្ចឹងការកំណត់ដាក់ឈ្មោះគឺមានឈ្មោះភាសាខ្មែរនឹងស្រាប់អញ្ចឹងណានេះមានឈ្មោះនៅនឹងស្រាប់ហើយបើសិនករណីបងប្អូនចង់កែដាក់ឈ្មោះអង់គ្លេសបងប្អូនលុបអានឹងចោលទៅដាក់អង់គ្លេសចូលទៅណាហើយចុច save មកហ្នឹងហើយអញ្ចឹងទាំង last name ទាំង first name ឯងគឺមានអស់ហើយបាទហើយកន្លែងនេះគឺ custom phone number បាច់ចាប់អារម្មណ៍ទេបាច់កែអីទេហ្នឹងបាទហើយកន្លែងនេះគឺពេលដែលយើង rec បានយើងចង់ upload profile ចង់ចាក់ 2FA បាទចង់ add friend ចង់ watch video យើងចុចលើវាមកអញ្ចឹងណាឥឡូវយើងចង់ចាក់ 2FA យើងចុចលើនឹងមួយមកបាទយើងចង់ watch video យើងដាក់ watch video ចង់ add friend ចុច add friend មកណាបាទកំណត់ទៅគឺវា add auto ហើយបាទកន្លែងនេះគឺ verify អញ្ចឹងកន្លែង verify នេះគឺមានច្រើនណាបាទមានtenmin.mail បាទមាន Themail មាន Yandex មាន website ច្រើនណាបាទហើយក្នុង website ហ្នឹងមាន website ខ្លះគឺតម្រូវឲ្យយើងបង់លុយបាទដើម្បី verify Facebook បាទដើម្បីទិញ OTP ណាកូដសម្រាប់ verify មួយ Facebook ហ្នឹងហើយអញ្ចឹងបងប្អូនអាច rec ជាមួយ Yandex ក៏បាន Themail ក៏បានដែរបាទប៉ុន្តែដោយបងប្អូនដឹងស្រាប់ហើយមួយរយៈហ្នឹងគឺ Facebook ពេលដែលយើង rec យើងដាក់ Yandex គឺវាអត់ផ្ញើកូដមកទេអញ្ចឹងណាហ្នឹងហើយបើផ្ញើកូដមកក៏វា ban ដែរពេលយើង rec បាន5ឬ10អីគឺវាចាប់ដើម ban ហើយ rec លែង get code ហើយវាលែង verify អញ្ចឹងកន្លែងនេះខ្ញុំ recommend ឲ្យបងប្អូនបើយើងចង់ rec មួយ Yandex តើយើងមាន account Yandex ច្រើនហ្នឹងហើយមាន account Yandex ច្រើនអញ្ចឹងមាន100 200ឬក៏1000 Yandex អីយើងដាក់ចូលហ្នឹងមកណាបាទយើងដាក់តម្រងបែបហ្នឹងមកអញ្ចឹងដាក់តម្រងបែបហ្នឹងហើយយើងអាច rec បានហើយណាហើយកន្លែងនេះឧបមាថាបើសិនករណីបងប្អូន rec ជាមួយនឹង website បាទ website ទិញ OTP បាទយើងចង់ add mail សម្រាប់ទុក get code ពេលក្រោយយើងចុចលើកន្លែងហ្នឹងទៅហើយយើងអាច add មួយ Yandex បានហើយ Yandex ដូចខ្ញុំនិយាយមកអញ្ចឹងតតែយើងមាន mail ច្រើនបានវា get code ណាបាទបានវាអាច add ទៅវាងាយស្រួលក្នុងការ get code បានអញ្ចឹងណាបាទអញ្ចឹងយើងកំណត់តែប៉ុណ្្នឹងទៅយើងចុច save មកបាទហើយអានេះយើងបើក LD ហើយយើងចុច line load device មកបាទចុច load device បើយើងបើកមួយចេញមួយបើក5ចេញ5បើក10ចេញ10កន្លែង device នេះបាទ device list កន្លែងនេះណាបាទអញ្ចឹងយើងធ្វើតែប៉ុណ្្នឹងហើយយើងចុច start ទៅបាទហ្នឹងហើយចុច start ហើយតែប៉ុណ្្នឹងទៅគឺវាដើរហើយណាបាទគឺវាចាប់ដើម run ហើយអូខេនេះតែប៉ុណ្្នឹងទៅគឺអូខេនេះវាចាប់ដើមបង្កើតឲ្យយើង auto ហើយខ្ញុំសូមបញ្ជាក់តិចបាទពេលដែលបងប្អូនចុចទៅអត់ដើរក្រដើរបងប្អូនមកមើលកន្លែងនេះបាទនេះអញ្ចឹងបើកាលណាយើង rec Yandex rec ជាមួយទៅនឹង LD នេះយើងប្រើ Wi-Fi ណាបើយើង rec មួយទូរស័ព្ទយើងប្រើ 4G ទៅណាបាទព្រោះ LD វាអត់មាន airplane mode ទេហ្នឹងហើយអញ្ចឹងយើងចុចដាក់ Wi-Fi យើងចុច save ទៅហើយយើងបិទ tool បាទបិទ tool ហើយបិទ LD ចោលហើយចាំបើកសារថ្មីម្ដងទៀតចាំចុចទៅណាបាទធ្វើតែប៉ុណ្្នឹងទៅដើរហើយអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេហើយតែប៉ុណ្្នឹងគឺអាចបង្កើតបានហើយហ្នឹងណាបាទនេះគឺខ្ញុំ
cannot វាណាអូខេអញ្ចឹងសូមអរគុណ